Nóថ្ងៃនេះយើងចូលparagraph ទី3ប៉ុន្តែដោយឡែកយើងរៀនជាមួយនឹងពាក្យពិបាកមុនសិនណាអញ្ចឹងពាក្យពិបាករបស់យើងសម្រាប់កថាខណ្ឌទី3យើងមានតែ7ពាក្យទេប៉ុន្តែក្នុងនោះប្រកាសណៃបងប្អូនមានបញ្ហារឿងពាក្យពិបាកផ្សេងទៀតបងប្អូនអាច comment សួរបានឥឡូវយើងមករៀនជាមួយនឹងពាក្យថ្មីដែលខ្ញុំបានជួយរកចេញពី paragraph ទី3អញ្ចឹងដើម្បីចូលកថាខណ្ឌទី3គឺយើងរៀនជាមួយនឹងពាក្យពិបាកសិនដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការយកទៅអាននិងបកប្រែនិងងាយស្រួលចាំអញ្ចឹងនៅកាលណាបងប្អូនចេះជាមួយនឹងពាក្យពិបាកហើយបងប្អូនងាយស្រួលយកទៅប្រើប្រាស់ក្នុង paragraph បានអញ្ចឹងពាក្យទី1ម៉ងស្រាំងម៉ងស្រាំងក្តីសុបិនពាក្យទី2ហើយផាខ្លាចពាក្យទី3ពូគោហៅមិនល្អគ្រប់គ្រាន់ពូគោហៅពាក្យទី4失败បរាជ័យឥឡូវខ្ញុំដាក់ខុសតាមពិតពាក្យទាំងអស់8ពាក្យបងប្អូនឥឡូវដោយសារខ្ញុំដាក់លេខរៀងនេះខុសនេះលេខរៀងទី5ហើយណាខ្ញុំដាក់លេខរៀងទី4អញ្ចឹងបានខុសមួយបងប្អូនដាក់ជាស្រេចលេខរៀងទី5អានេះទី6បាទចាំតិចដោយសារខ្ញុំបងលេខខុសអានេះទី7នេះទី8យ៉ាឡើងដល់9ពាក្យ1 2 3 4 5 6 7 8 9អស់9ពាក្យបងប្អូនបាទអញ្ចឹងយើងអានម្ដងទៀតបាទពាក្យទី1ម៉ងសៀងក្តីសុបិនហើយផាខ្លាចពូគោហៅមិនល្អគ្រប់គ្រាន់ពាក្យទី4失败បរាជ័យពាក្យទី5ជាតបាទគិតថាពាក្យទី6ជាងឈីបន្តពាក្យទី7ជាក់ស្ដែងពាក្យទី8发现ឃើញឬក៏រកឃើញពាក្យទី9ស៊ីនតុងសកម្មភាពបាទអញ្ចឹងបងប្អូនអាចរៀនជាមួយនឹងពាក្យទាំង9នេះទន្ទិញហើយនឹងកត់ហើយនឹងចាំជាមួយនឹងពីងអ៊ីងផងដែរងាយស្រួលចឹងណាដោយសារខ្ញុំអត់បានដាក់ជាស៊ីងខ្មែរអុយទេដាក់ជាស៊ីងពីភាសាឡាតាំងម្ដងងាយស្រួលបងប្អូនយកទៅប្រើពិសេសសម្រាប់បងប្អូនដែលថាធ្វើការតាក់ទងនឹងការ typing អីផ្សេងយើងនៅការវាយជាមួយនឹងពីងអ៊ីងអញ្ចឹងហើយបើសិនជាបងប្អូនអត់ចេះជាមួយពីងអ៊ីងទេយកទៅប្រើការជាមួយនឹង computer យើងវាយអត់ចេញទេអញ្ចឹងណាអញ្ចឹងហើយបងប្អូនព្យាយាមទន្ទិញហើយនឹងកត់ឲ្យបានច្រើនដងជាមួយនឹងពីងអ៊ីងហើយនឹងអក្សរជាភាសាចិនរបស់យើងបាទហើយនឹងបកប្រែចឹងបងប្អូនអាចរៀនទាំង9ពាក្យនេះចាំទៅអញ្ចឹងសម្រាប់វីដេអូបន្ទាប់យើងនឹងអានកថាខណ្ឌទាំងអស់គ្នាហើយនឹងបកប្រែចឹងបងប្អូននៅមានចម្ងល់បងប្អូនអាចមើលម្ដងហើយម្ដងទៀតហើយនឹងមានពាក្យណាដែលបងប្អូនពិបាកបកប្រែបងប្អូនអាច comment ឬឆាតសួរបានអញ្ចឹងសម្រាប់វីដេអូនេះយើងមានតែប៉ុណ្្នឹងកុំភ្លេចចុច like ចុច share comment ផង